បាទសួស្តីថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងនឹងអំពីរបៀបនៃការដោះស្រាយសមីការអក្សរនិទានដែលមានរាងឬកេរនៃ fx ស្មើ a បាទហើយ a នេះជាចំនួនពិតធំជាងឬស្មើ0បាទគឺយើងមានលំហាត់ចំនួន2បាទគឺកឬកេរនៃ 3x បូក1ស្មើ5បាទហើយខឬកេរនៃដក 6x បូក7ស្មើ7បាទអញ្ចឹងបើយើងមើលទៅលំហាត់កនិងខនេះគឺវាចូលរាងរបស់យើងខាងលើហើយបាទគឺរាងឬកេរនៃ fx ស្មើ a បាទហើយ fx នេះមានន័យថាវាជាអនុគមដែលជាប់ x បាទនេះអញ្ចឹងដើម្បីដោះស្រាយវាយើងធ្វើមិនបាទអញ្ចឹងដើម្បីដោះស្រាយវាខ្ញុំសូមរំលឹកមេរៀនតិចបាទដើម្បីដោះស្រាយសមីការដែលមានទម្រង់បែបនេះគឺយើងមានចំនួន4ជំហានបាទយើងចែកចេញជា4ជំហានដើម្បីធ្វើការដោះស្រាយបាទទី1គឺយើងត្រូវឲ្យលក្ខខណ្ឌ fx ធំជាងស្មើ0បាទដូចនៅក្នុងលំហាត់កយើងនេះអញ្ចឹង fx របស់យើងគឺស្មើ 3x បូក1បាទអញ្ចឹងលក្ខខណ្ឌដំបូងត្រូវឲ្យអានឹងធំជាងស្មើ0បាទអូខេហើយលក្ខខណ្ឌជំហានទី2គឺលើកអង្គទាំងពីរជាការ៉េដើម្បីបំបត្តិ radical បាទអញ្ចឹងដើម្បីដោះស្រាយបន្តគឺយើងគ្រាន់តែលើកវាជាការ៉េអង្គសងខាងទៅបាទតមកជំហានទី3បន្ទាប់ពីយើងលើកជាការ៉េយើងអាចសម្រួលការ៉េបានបាទអញ្ចឹងសមីការហ្នឹងលែងជាប់ radical ទៀតហើយបាទហើយជំហានទី4គឺយកឫសណាដែលផ្ទៀងផ្ទាត់លក្ខខណ្ឌបាទអញ្ចឹងដល់ពេលដែលយើងលើកជាការ៉េហើយបន្ទាប់មកយើងនឹងបានសមីការដែលគ្មាន radical មានន័យថាវាលែងជាប់ឫសការ៉េទៀតហើយតោះយើងដោះស្រាយបន្តទៅយើងនឹងបានឫសរបស់សមីការហើយតបមកចុងក្រោយគឺយើងមើលសិនថាតើឫសសមីការដែលយើងបានហើយនឹងលក្ខខណ្ឌតើវាត្រូវគ្នាអត់បើសិនជាឫសនោះវាផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌយើងនឹងយកតែបើអត់ទេយើងអត់យកទេបាទអូខេហ្នឹងហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយនៅសមីការអក្សរនិទានរៀងបែបនេះបាទអូខេឥឡូវយើងទៅមើលការដោះស្រាយជាក់ស្ដែងវិញបាទមកឥឡូវយើងមើលកបាទកគឺឬការ៉េនៃ 3x បូក1ស្មើ5បាទអញ្ចឹងមានន័យថាកន្លែងនេះគឺវាចូលរៀងរបស់យើងនេះនេះរៀងបាទគឺរៀងនេះរៀងឲ្យយើងបាននិយាយគ្នាមិញនេះគឺរៀងនេះអញ្ចឹងរៀងនេះទី1យើងត្រូវឲ្យ fx ទៅមានស្មើ0បាទហើយកន្លែងនេះ fx របស់យើងគឺស្មើ 3x បូក1អញ្ចឹងយើងឲ្យនឹងធំជាងស្មើ0បាទហើយយើងឲ្យវាហ្នឹងយើងមិនមែនគ្រាន់តែឲ្យធំជាងស្មើ0ទេគឺយើងត្រូវដោះស្រាយវាទៀតបាទមានដោះស្រាយរកតម្លៃ x បាទអញ្ចឹងយើងដោះស្រាយមកបាទអានេះគឺជាប្រភេទវិសមីការ degree ទី1បាទមានមួយអាញាតចឹងដើម្បីដោះស្រាយវាប្រហែលជាមិនជាបញ្ហាទេបាទគឺយើងគ្រាន់តែឲ្យតួដែលមានអាញាតហើយតួដែលគ្មានអាញាតទៅអស់មកខាងទៅបាទអញ្ចឹងខ្ញុំបោះបូក1មកអង្គទី2អញ្ចឹងខ្ញុំបានដក1បាទអញ្ចឹង 3x ធំជាងស្មើដក1បាទអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការបោះលេខ3នេះ3គុណនឹង x អញ្ចឹងខ្ញុំបោះមកគឺបានចែកបាទឬក៏យើងនិយាយស្រួលស្ដាប់គឺចែកអង្គសងខាងនឹង3បាទព្រោះមេគុណវា3អញ្ចឹងចែកនឹង3បាទអញ្ចឹងអានេះនៅពេលយើងចែក3យើងបាន x អានេះនៅពេលយើងចែក3គឺយើងបានដក1ភាគ3បាទអញ្ចឹងនេះគឺជាលក្ខខណ្ឌឬក៏ជាតម្លៃ x ដែលធ្វើឲ្យសមីការយើងមានន័យបាទគឺនៅតំបន់នេះបាទនិយាយទៅបើយើងគូសក្រាបវិញគឺវានៅចេះបាទគឺអធិដ្ឋាននេះ0ចុះហើយបាទអានេះគឺដក1ភាគ3បាទអញ្ចឹងតំបន់ចម្លើយរបស់យើងគឺយក x ធំជាងឬស្មើដក1ភាគ3អញ្ចឹងមាននៅខាងស្ដាំដក1ភាគ3អញ្ចឹងនេះគឺជាតំបន់ចម្លើយនេះគឺជាតំបន់ចម្លើយអញ្ចឹងនៅពេលយើងដោះស្រាយរាល់សមីការយើងនៅពេលណាដែលឃើញ x នៅតំបន់ហ្នឹងទើបយើងយកតែបើអត់ទេគឺអត់យកទេបាទអូខេអញ្ចឹងបន្ទាប់ពីយើងឆ្លងជំហានទី1ហើយយើងចូលដល់ជំហានទី2បាទជំហានទី2គឺយើងលើកអង្គសងខាងជាការ៉េបាទនេះខ្ញុំលើកអង្គសងខាងជាការ៉េអញ្ចឹងបន្ទាប់ពីលើកជាការ៉េអង្គទី1ខ្ញុំអាចសម្រួលមួយឬការ៉េបានបាទបាន 3x បូក1បាទហើយអង្គទី2 5ការ៉េគឺស្មើ25បាទបន្ទាប់មកបើយើងសង្កេតមើលទៅសមីការដែលយើងបានបន្ទាប់ពីយើងសម្រួលមកគឺបាន
ជាសម័យកាល degree ទី1 ATX ចឹងដើម្បីដោះស្រាយក៏មិនពិបាកដែរបាទតួដែលមានអញ្ញត្តិនៅអស់ម្ខាងតួដែលគ្មានអញ្ញត្តិទៅអស់ម្ខាងបដូរអង្គរោសញ្ញាបាទកាលណាតួវាបដូរអង្គគឺបដូរសញ្ញាអញ្ចឹងបូក1របស់មកគឺបាន25ដក1បាទអញ្ចឹងយើងអាចសម្រួលបន្តទៅគឺបាន 3x ស្មើ24បាទអញ្ចឹងកន្លែងនេះគឺយើងអាចទាញបានគឺ x ស្មើនឹង24ឬ3អញ្ចឹងបាន6អញ្ចឹងបើយើងគិតមើលទៅ6នេះ6យើងឃើញថាវាធំជាងដក1/3អញ្ចឹងមានន័យថាម៉េចនេះបើយើងគិតទៅ6នេះយើងមើលលេខក្រាបនេះ6នៅកន្លែងនេះអញ្ចឹង6ហ្នឹងគឺនៅក្នុងតំបន់នៃតម្លៃ x មានន័យឬក៏នៅក្នុងលក្ខខណ្ឌឬក៏យើងមើលទៅគឺ x នេះធំជាងដក1/3អញ្ចឹងមានន័យថា6នេះគឺជាចម្លើយបាទដូច្នេះ x ស្មើ6ជាឫសនៃសមីការនេះបាទដោយសារតែតំបន់លក្ខខណ្ឌរបស់យើងគឺយើងយកតម្លៃ x តែធំជាងដក1/3ហើយ6របស់យើងគឺធំជាងដក1/3អញ្ចឹងមានន័យថា6ហ្នឹង6ដែលយើងដោះស្រាយបានមកហ្នឹងវាពិតជាចម្លើយនៃសមីការនេះមែនបាទអូខេឥឡូវយើងទៅមើលមួយទៀតបាទមួយទៀតគឺខបាទខ្ញុំក៏ដាក់លក្ខខណ្ឌនេះឲ្យមើលដែរនេះរំលឹកនេះនៅនេះអញ្ចឹងលក្ខខណ្ឌដូចគ្នាបាទគឺយើងឲ្យដក 6x បូក7ធំជាងស្មើ0បាទអញ្ចឹងមានន័យថាយើងឲ្យ fx នេះគឺធំជាងស្មើ0តោះមកយើងដោះស្រាយមកបាទបានដក 6x ធំជាងស្មើដក7បាទយើងចែកអង្គសង្ខេបនឹងដក6បាទចែកដក6បាទចែកដក6បាទតែយើងដឹងហើយថាចំនួនអវិជ្ជមានកាលណាយើងគុណឬក៏យើងចែកនៅក្នុងនេះវិសមីការនេះអញ្ចឹងវាត្រូវបដូរសញ្ញាបាទអញ្ចឹងវាធំទៅតូចជាងវាស្មើដោយសារតែយើងចែកចំនួនអវិជ្ជមានបាទចែកនឹងដក6អញ្ចឹងដល់ចែកដកបានមកបាទអូខេអញ្ចឹងលក្ខខណ្ឌរបស់យើងគឺនេះគឺបើយើងគិតក្នុង graphic គឺតម្លៃដែលយើងយកគឺតតែតម្លៃហ្នឹងគឺតូចជាង7ឬ6បាទឲ្យទៅតូចជាង7ឬ6គឺវាជាចម្លើយបាទអូខេឥឡូវយើងមកមើលការដោះស្រាយដូចគ្នាដែរទីគឺយើងលើកជាការ៉េអង្គសងខាងបាទយើងកាប់ការ៉េវាមកបាទអញ្ចឹងយើងបានដក 6x បូក7ស្មើ49បាទដោះស្រាយវាធម្មតាខ្ញុំបោះ7មកអង្គទី2អញ្ចឹងបាន49ដក7បាទតបមកគឺយើងស្រួលមកគឺបានដក 6x ស្មើ42បាទទាញរក x គឺចែកបាទ42ចែកដក6ស្មើដក7ដល់7បើយើងមើលទៅដក7នេះវាតូចជាង7លើ6បាទអញ្ចឹងតូចជាង7លើ6សួរតម្លៃ x ដែលស្មើដក7លើ6យើងយកអត់បាទយើងយកបាទព្រោះលក្ខខណ្ឌរបស់យើងនេះយើងមើលលក្ខខណ្ឌរបស់យើងលក្ខខណ្ឌរបស់យើងគឺយកតម្លៃ x ទាំងឡាយណាដែលតូចជាងស្មើ7លើ6ហើយដក7នេះវាតូចជាង7លើ6អញ្ចឹងមានន័យថាតម្លៃ x ដែលយើងរកឃើញនេះវាពិតប្រាកដជាឫសនៃសមីការនេះមែនបាទអូខេអញ្ចឹងតកតងនឹងការដោះស្រាយលំហាត់ទាំងពីរនេះតកតងនឹងសមីការអសនិទានដែលមានរាងឬការ៉េនៃ fx ស្មើ a គឺប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ